សំណួរតើសារធាតុបំពុលទឹកមានអ្វីខ្លះចម្លើយសារធាតុបំពុលទឹកមានដូចជាកាកសំណល់ខ្មោចសត្វរុក្ខជាតិលាមកព្រមទាំងសារធាតុសរីរាង្គមួយចំនួនទៀតដែលផ្សំឡើងពីកាបូនអ៊ីដ្រូសែនអុកស៊ីសែនអាសូតស្ពាន់ធ័រថ្នាំកម្ចាត់សត្វចង្រៃជីគីមីផ្លាស្ទិកនិងរូបធាតុផ្សេងទៀតដែលផលិតចេញពីផូស៊ីលឥន្ធនៈសំណួរតើការបំពុលទឹកជាអ្វីចែកជាប៉ុន្មានប្រភពអ្វីខ្លះចម្លើយការបំពុលទឹកគឺជាការបន្ថែមនៅសារធាតុពុលចូលទៅក្នុងប្រភពទឹកការបំពុលទឹកចែកចេញជាពីរប្រភពគឺទី1ប្រភពបំពុលចំណុចទី2ប្រភពបំពុលរាយប៉ាយសំណួរតើប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយខុសគ្នាដូចម្តេចចម្លើយប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយខុសគ្នាត្រង់ទី1ប្រភពបំពុលចំណុចមានប្រភពចេញពីកន្លែងមួយច្បាស់លាស់តាមរយៈបំពង់បង្ហូរឬប្រឡាយពីទីតាំងនៃប្រភពដូចជារោងចក្រនិងបំពង់បង្ហូរលូទឹកសំអុយប្រភពបំពុលចំណុចមានលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹក2ប្រភពបំពុលរាយប៉ាយជាប្រភពដែលបង្កឲ្យមានការបំពុលដោយសារធាតុច្រើនកន្លែងហើយប្រមូលផ្ដុំសារធាតុទាំងនោះរួចហូរចូលទៅក្នុងទឹកដូចជាស្រះអូរស្ទឹងនិងទន្លេប្រភពបំពុលរាយប៉ាយពិបាកក្នុងការគ្រប់គ្រងណាស់ដំណោះស្រាយដែលល្អគឺអាស្រ័យលើការយល់ដឹងក្នុងកម្រិតមួយខ្ពស់របស់បុគ្គលគ្រួសារនិងសហគមន៍សំណួរតើការបំពុលទឹកជះឥទ្ធិពលដូចម្តេចខ្លះចំពោះភាវៈរស់ចម្លើយការបំពុលទឹកជះឥទ្ធិពលដល់ការរស់នៅរបស់ភាវៈរស់ដូចជាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពមនុស្សសត្វនិងរុក្ខជាតិដែលប្រើប្រាស់ទឹកជាពិសេសសារពាង្គកាយនានាដែលរស់នៅក្នុងទឹកផងដែរ